បាទព័ត៌មានទី1នេះគឺមានការវិវត្តច្រើនអញ្ចឹងខ្ញុំយកចំណុចសំខាន់មកជំរាបជូនប្រិយមិត្តនៅក្នុងចំណុចទី1នេះគឺមានការវិវត្តច្រើនណាបាទចឹងគឺបើយោងតាមសេចក្តីរាយការណ៍នានារូបភាពនេះខ្ញុំដាក់រូបភាព The Wall Street Journal ប៉ុន្តែខាងសារព័ត៌មាននានាក៏បានរាយការណ៍ច្រើនហ្នឹងគឺជាចំណុចសំខាន់គឺទី1គឺលោកប្រធានាធិបតី Donald Trump បានថ្លែងថាលោកបានយល់ព្រមផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់រយៈពេល2សប្តាហ៍ដោយអាស្រ័យទៅលើការបើកច្រកសមុទ្រហូមូសឡើងវិញហ្នឹងជាបន្ទាន់ដោយលោកបានបង្ហាញថាវាមានការរីកចម្រើននៅក្នុងការចរចាទៅលើសំណើ10ចំណុចដែលអ៊ីរ៉ង់បានស្នើមកសហរដ្ឋអាមេរិកអ៊ីរ៉ង់បានស្នើមកលោកថាចំណុចភាគច្រើនគឺមានការឯកភាពគ្នាទៅហើយអញ្ចឹងលោកទុកពេលឲ្យបើតាមការបង្ហោះតាមបណ្ដាញសង្គម Truth Social របស់លោកប្រធានាធិបតី Donald Trump គឺសហរដ្ឋអាមេរិកទទួលយកសំណើ10ចំណុចពីប្រទេសអ៊ីរ៉ង់ហ្នឹងដើម្បីជាមូលដ្ឋានបាទដែលអាចអនុវត្តបានសម្រាប់ការចរចាគ្នាណាបាទនេះគឺជារឿងមួយដែលបន្ធូរបន្ថយភាពតានតឹងបន្តិចពីព្រោះអីលោកប្រធានាធិបតីដាក់អសានុវត្តថ្ងៃនេះណាថ្ងៃអង្គារនេះគឺម៉ោងទៅម៉ោង8គឺបាទគឺត្រូវជាមុននេះ1ម៉ោងទៅចូលហើយបើសិនជាមិនមានការឯកភាពនេះទៅម៉ោង2ដល់10យប់នេះគឺអាចនឹងចាប់ផ្ដើមវាយប្រហារប៉ុន្តែឥឡូវនេះជាការដកថយមួយទៀតហើយណាអញ្ចឹងគឺលោកព្រមដើម្បីការចរចាហើយបើតាមការឲ្យដឹងគឺការចរចាគ្នានឹងធ្វើនៅថ្ងៃសុក្រនេះបាទគឺការដែលលោកព្រមហ្នឹងគឺនៅសហរដ្ឋអាមេរិកអញ្ចឹងជូនឲ្យប្រិមិត្តបានដឹងផងថាមិនមែនតែលោកប្រធានាធិបតីគម្រាមកំហែងឬក៏ធ្វើអ្វីមួយគឺមានការឯកភាពទាំងស្រុងនោះទេគឺនៅក្រោយពីលោកប្រធានាធិបតីគម្រាមកំហែងច្រើនដែលថានឹងបំផ្លាញនៅអរិយធម៌របស់ប្រទេសអ៊ីរ៉ង់នៅយុគនេះគឺมันអាចនឹងស្ដារឡើងវិញបានហ្នឹងគឺលោក Ron Johnson ដែលជាសមាជិកខាងអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកដែលមកពីខាងគណៈបក្សសាធារណរដ្ឋនៅរដ្ឋ Wisconsin ក៏បានរិះគន់លោកប្រធានាធិបតីដែរណាអញ្ចឹងយើងឲ្យដឹងថានៅសហរដ្ឋអាមេរិកគឺមានការចូលរួមយោបល់ពីគណៈបករបស់លោកប្រធានាធិបតីនឹងតែម្ដងលោកថាការទម្លាក់ក្របបែករបស់សហរដ្ឋអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់គឺជាកំហុសដ៏ធំមួយលោកថាជាកំហុសដ៏ធំមួយនឹងពីខាង Republican សាធារណរដ្ឋដែលជាសម្ព័ន្ធមិត្តរបស់លោកត្រាំផងដោយឡែកមេដឹកនាំខាងប្រសិទ្ធភាពសម្លេងតិចណាគឺខាងប្រជាធិបតេយ្យគឺលោក Chuck Schumer វិញលោកបានហៅលោកតាមថាជាមនុស្សដែលមានជំងឺធ្ងន់ធ្ងរហើយមនុស្សឈឺ sick man នេះបាទមនុស្សឈឺធ្ងន់ធ្ងរហើយដែលនិយាយបែបហ្នឹងហើយលោកបានអំពាវនាវឲ្យខាងរដ្ឋបាលហ្នឹងគឺត្រឡប់មកការប្រើប្រាស់សុំការអនុញ្ញាតពីសភាឡើងវិញហើយបើមិនចឹងទេលោកនឹងអំពាវនាវឲ្យសមាជិកសភាដែលឥឡូវនេះកំពុងតែវ៉ាកងត្រឡប់មករដ្ឋធានី Washington វិញដើម្បីបោះឆ្នោតទៅលើច្បាប់ដែលដកសិទ្ធិអំណាចបាទបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់តែម្ដងបាទអញ្ចឹងណាបើអញ្ចឹងបានន័យថាមានការគម្រាមកំហែងទប់លោកប្រធានាធិបតីដែរអញ្ចឹងហើយដោយឡែកលោក Tucker Carlson បាទលោក Carlson Tucker ដែលខ្ញុំធ្លាប់បានជម្រាបជូនប្រិយមិត្តដែលគាត់ជាអ្នកអត្ថាធិប្បាយព័ត៌មាននៅទូរទស្សន៍ Fox News ដល់ល្បីល្បាញឥឡូវគាត់មាន show ផ្ទាល់ខ្លួនគាត់ហ្នឹងក៏គាត់បាននិយាយរិះគន់ដែររិះគន់លោកប្រធានាធិបតីដែរណាថាលោកថាការប៉ុនប៉ងណាមួយរបស់លោកត្រាំដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំដែលនឹងសម្លាប់ជនស៊ីវិលអ៊ីរ៉ង់គឺជារឿងមួយមិនអាចទទួលយកបានទេអញ្ចឹងគាត់រិះគន់លោកប្រធានាធិបតីដែរហើយសម្ដេចប៉ាបលេអូទី14ក៏បានស្ដីបន្ទោសបាទលោកត្រាំដែរថាតកតូននឹងបញ្ហាអ៊ីរ៉ង់ហ្នឹងគឺជារឿងមួយមិនអាចទទួលយកបានទេបាទអញ្ចឹងដូចនេះមានប្រតិកម្មអវិជ្ជមានច្រើនចំពោះវោហារសាស្ត្រនៅក្នុងការដែលលោកប្រធានាធិបតី Donald Trump បានប្រើប្រាស់នេះដោយឡែកប្រតិកម្មរបស់ទីផ្សារប្រេងវិញគឺតម្លៃប្រេងនៅក្នុងសហរដ្ឋអាមេរិកគឺឡើងថ្លៃនៅពេលដែលលោកប្រធានាធិបតីគម្រាមដូច្នេះគឺឥឡូវនេះប្រេងនៅថ្ងៃអង្គារនេះ1បារ៉ែលឡើងទៅដល់113ប្រេងកាតឆៅណា1បារ៉ែលឡើងទៅដល់$113ហើយបាទដែលជាការឡើងជាលំដាប់ហើយខ្ពស់ជាងគេក្នុងមួយឆ្នាំនេះហើយ
នេះគឺជាការវិវត្តមួយហើយនឹងមានការវិវត្តផ្សេងទៀតផងដែរប្រិយមិត្តនៅចាំបានទេអ្នកសារព័ត៌មានអាមេរិកម្នាក់ដែលត្រូវបានគេចាប់ជំរុញដោយក្រុមដែលខាត់មានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីរ៉ង់នោះឥឡូវហ្នឹងក៏បានដោះលែងអ្នកសារព័ត៌មានអាមេរិកនោះផងដែរដូច្នេះវាអាចជាកត្តាមួយជំរុញផងដែរដែលមានការចរចាពីក្រោយឆាកយ៉ាងម៉េចដែលធ្វើឲ្យបញ្ហានេះធូរស្រាលដែរណាអញ្ចឹងអ្នកស្រីដែលគេចាប់បាននៅប្រទេសអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ដោយក្រុមសកម្មប្រយុទ្ធដែលមាននាការគ្រប់គ្រងប្រទេសអ៊ីរ៉ង់នោះឥឡូវបានដោះលែងមកវិញនៅថ្ងៃនេះដែរអញ្ចឹងដែលវាជាការមួយបន្ធូរបន្ថយស្ថានភាពមួយផងដែរហើយការវិវត្តមួយទៀតគឺនៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិវិញម្ដងដែលមានការស្នើឡើងនៅសេចក្តីសម្រេចមួយដើម្បីឲ្យបាក់ច្រកហូមូសវិញហ្នឹងត្រូវបានរុស្ស៊ីនិងចិនវេតូរុស្ស៊ីនឹងវេតូដោយមិនឲ្យមានការសម្រេចដាក់កម្លាំងអង្គការសហប្រជាជាតិដើម្បីបើកច្រកនោះទេអញ្ចឹងគឺឲ្យអាមេរិកដោះស្រាយដោយខ្លួនឯងមិនឲ្យយកយន្តការរបស់អង្គការសហប្រជាជាតិទៅពាក់ព័ន្ធនោះទេបាទដោយនាំមុខគេគឺចិនហើយនិងរុស្ស៊ីនេះវេតូតែម្ដងបាទនេះជាការវិវត្តនៅលើជ្រុងផ្នែកការទូតដល់ឡើងទៅលើខាងយោធាវិញបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាសហរដ្ឋអាមេរិកតាំងពីព្រឹកព្រលឹមថ្ងៃអង្គារនោះបានបើកការវាយប្រហារជាង50លើកលើគោលដៅយោធាសំខាន់នៅលើកោះខាចបាទកោះខាចហ្នឹងគឺជាកោះដែលនៅក្នុងសមុទ្រដោយឆ្ងាយពីប្រទេសអ៊ីរ៉ង់ខ្លះដែរតែជារបស់អ៊ីរ៉ង់ហើយជាច្រកនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ប្រហែលជា 90% នាំចេញច្រកហ្នឹងឥឡូវនេះគឺតាំងពីព្រឹកមិញមកគឺសហរដ្ឋអាមេរិកបើកការវាយប្រហារខ្លាំងទៅលើគោលដៅយោធានៅកន្លែងនោះដែលជាបើតាមតាក់ទិចយោធាជាសញ្ញាមួយបង្ហាញថាបើជាអាមេរិកត្រូវបាទទៅចង់យកកោះហ្នឹងទៅម្ដងអញ្ចឹងដូច្នេះវាជាការមួយដាក់សម្ពាធមួយផងដែរណាអញ្ចឹងជាការវិវត្តនេះបើយោងតាមមន្ត្រីយោធាអាមេរិកពីររូបដែលបានប្រាប់អ្នកសារព័ត៌មានចឹងគឺបើយោងតាមកិច្ចព្រមព្រៀងណាបាទខ្ញុំបានជម្រាបមុននឹងតិចហើយគឺការចរចាជុំទី1រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទៅលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនោះគឺគ្រោងធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាមាបាតនៅប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រខាងមុខអញ្ចឹងសង្ឃឹមថានឹងមានលទ្ធផលអ្វីដែលអាចនឹងទទួលយកបានរវាងភាគីទាំងពីរបាទក្នុងសំណើដែលអ៊ីរ៉ង់បានស្នើឡើង10ចំណុចនេះគឺមានទាំងចំណុចមួយដែលឲ្យទាមទារឲ្យសហរដ្ឋអាមេរិកសងការខូចខាតផងដែរប្រសិនបើការសង្គ្រាមនេះបានបញ្ចប់ហ្នឹងមួយផងទៅហើយមួយទៀតហ្នឹងគឺរួមមានការដែលអ៊ីរ៉ង់គាត់សុំយកលុយជាប្រចាំតែម្ដងសម្រាប់នាវាទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហូមូសតើសហរដ្ឋអាមេរិកព្រមតើប្រទេសដទៃទៀតព្រមឬមិនព្រមអានឹងរឿងមួយផ្សេងទៀតណាបាទអញ្ចឹងគឺជារឿងមួយដែលកំពុងតែពិចារណាគ្នាហើយក្រៅពីហ្នឹងគឺមានតកតងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កម្មវិធីនុយក្លេអ៊ែរក៏ប្រាប់ពីអាវុធកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទអញ្ចឹងនេះគឺជាព័ត៌មានបឋមដែលមានការវិវត្តច្រើនដែលធ្វើឲ្យប្រិមិត្តមួយចំនួនមានការព្រួយបារម្ភផងដែរទីជាពិសេសគឺទីផ្សារប្រេងនេះគឺប្រតិកម្មលឿនណាស់ក្នុងការដំឡើងបាទនេះអញ្ចឹងឥឡូវនេះការវិវត្តមកដល់ពេលនេះគឺមានលក្ខណៈវិជ្ជមានបន្តិចផងដែរ